បាទនៅក្នុងលំហាត់នេះផងដែរយើងនឹងសិក្សាទៅលើ3ចំណុចទី1គឺកំណត់ row and column heading ទី2កំណត់ print area ទី3កំណត់ row to repeat at top អញ្ចឹងតើមើលចំណុចទី1ជាមួយគ្នាថា row and column heading ស្អីគេហ្នឹងហើយអញ្ចឹងយើងមើល file នេះមួយសភៅរបស់យើងពេលដែលខ្ញុំឲ្យគ្នា print ឲ្យគ្នាយើងឃើញនេះឃើញមាន A B C D នេះ1 2 3ហ្នឹងអាហ្នឹងគេហៅថា column ហើយនឹង row heading ក្បាល column និងក្បាល row បាទហើយពេលដែលយើងវាយនៅក្នុង Excel ក៏យើងត្រូវវាយអត់ហ្នឹងពេលវាយលំហាត់ហ្នឹងគឺអត់ត្រូវវាយទេប៉ុន្តែ print មកឲ្យវាចេញអញ្ចឹងធ្វើម៉េចទៅអត់វាយទេតែ print ឲ្យចេញអា column ហ្នឹងបាទអញ្ចឹងមានអ្នកខ្លះគាត់ច្រឡំវាយណាអញ្ចឹងដើម្បីកំណត់ឲ្យចេញបានយើងមើលឥឡូវនេះពេលយើង print មកអត់មានទេណាយើងមើលច្បាស់ថា column យើងក៏អត់មាន row យើងក៏អត់មានដែរយើងទៅកំណត់ឲ្យចេញអាហ្នឹងគេកំណត់មិនអញ្ចឹងយើងចូលទៅក្នុង page layout បាទចូលទៅ page layout ហើយយើងមើលកន្លែងនេះ sheet option នេះ sheet option នេះចុចលើ print នេះមួយមកបាទតែប៉ុណ្្នឹងឯងឬក៏ចុចលើ sheet option មកហើយចុចលើកន្លែង row and column heading អញ្ចឹងអូខេមួយមកហើយយើងចុច print preview មក control P ក៏បានដែរហើយយើងឃើញហ៎នេះវាមាន A B C វាមាន1 2 3អញ្ចឹងមកមានទាំង column មានទាំង row បាទហើយដោះវិញចុចលើនឹងមួយមកបាទហើយចំណុចទី1តោះចំណុចទី2 print area ឲ្យចេញពីលេខ1ដល់លេខ5អញ្ចឹងមានសិស្សទាំងអស់នេះបើ print ទៅវាចេញគ្រប់សិស្សទាំងអស់ពី1ដល់10ពី1ដល់10ហើយយើងចង់ឲ្យចេញដល់5នាក់អញ្ចឹងយើងចុចចូលទៅក្នុងកន្លែងមិញហ្នឹងណា sheet option ហ្នឹងណាបាទហើយកន្លែងតំបន់ដែលត្រូវ print ណាតំបន់ដែលត្រូវ print ហ្នឹងយើងចុចលើសញ្ញាព្រួញនៅខាងស្ដាំហ្នឹងមកហើយយើង select មកឥឡូវខ្ញុំចង់ print ពីលេខ1ដល់លេខ5តែប៉ុណ្្នឹងឯងមកកវល់ហ្នឹងឯងហើយ print preview មើលឃើញទេអញ្ចឹងសិស្សរបស់យើងចេញតែលេខ1ដល់លេខ5ទេសិស្សផ្សេងអត់ចេញទេបាទហើយតែយើងមើលជាក់ស្ដែងក្នុងกระดาษយើងមានដល់10នាក់តែ print ចេញតែ5ទេចង់ដោះវិញចូលទៅលុបកន្លែងហ្នឹងមកលុបចោលកន្លែង print area ហ្នឹងលុបវាអស់ទៅហើយអូខេមករួចរាល់តែពេល print មកចេញទាំង10ធម្មតាចំណុចចុងក្រោយដាក់ row to repeat at top row to repeat at top ស្អីគេឥឡូវខ្ញុំបើក file ថ្មីមួយទៀត file នេះfile មួយនេះបាទអញ្ចឹងយើងមើលលេខតុកនាមតកូលថ្ងៃខែខាងកណ្ដាលនេះណាយើង print មើលបាទនេះតពណ៌ទី1យើងមានទាំងអស់42តពណ៌42តពណ៌អញ្ចឹងអាហ្នឹងក្បាលហ្នឹងគឺនៅតពណ៌ទី1ចុះទៅតពណ៌ទី2មានដែរទៅតពណ៌ទី3មានដែរប៉ុន្តែអាហ្នឹងមិនមែនមានគ្រប់តពណ៌ទេណាចេះបាទយើងអូសមើលឥឡូវយើងអូសមើលមួយគ្នាមកបាទយើងធ្វើម៉េចបានមានអានេះតពណ៌ដែលខ្ញុំមើល view បែបនេះអត់មានទេឃើញធ្វើម៉េចបានមានអញ្ចឹងដើម្បីឲ្យមានអញ្ចឹងគឺគេទៅកំណត់ក្នុង sheet option ហ្នឹងហើយគេកំណត់ឯនេះឥឡូវជាមួយខ្ញុំដោះចេញខ្ញុំលុបអាហ្នឹងចេញមានអត់ខ្ញុំសុំ view បែបនេះក៏បានដែរតពណ៌ទី1មានក្បាលกระดาษធម្មតាយើងវាយអាហ្នឹងតពណ៌ទី2អត់មានតពណ៌ទី3អត់មានអញ្ចឹងទាំងអស់នេះដឹងទេថាអាតារាងកន្លែងនេះដាក់អីគេកន្លែងនេះដាក់អីគេកន្លែងនេះដាក់អីគេអត់ដឹងទេអញ្ចឹងកំណត់មិនឲ្យវាចេញអាក្បាលហ្នឹងគ្រប់តពណ៌មិនមែន copy ទៅផាសគ្រប់តពណ៌ទេណាបាទធ្វើអញ្ចឹងងាប់បាត់បាទ44តពណ៌ view អញ្ចឹងកំណត់ឡើងមិញមកបាទក្នុង sheet option មិញមកហើយយើងមើលកន្លែង row to repeat at top ហ្នឹងដាក់សញ្ញាព្រួយចុចសញ្ញាព្រួយហ្នឹងមកចុចលើជួរ row ហ្នឹងមកតែប៉ុណ្្នឹងឯងហើយអូខេមកហើយឥឡូវយើងទៅមើលតពណ៌ទី2មកហើយមានទេតែកែបានអត់កែបាននេះលុបអត់បានទេបើចង់កែលើតពណ៌ទី1តពណ៌ទី1ខ្ញុំដាក់ពណ៌ក្រហមពណ៌អីចឹងទៅឬក៏លុបអក្សរចឹងទៅតពណ៌ទី2ក៏វាកែឲ្យដែរឃើញទេបាទប៉ុន្តែវាអត់ស្ថិតនៅក្នុង column ជួរណាមួយទេអត់ស្ថិតនៅជួរណាមួយទេបាទអញ្ចឹងចង់ដោះវិញចូលទៅកន្លែងខាងលើហ្នឹងលុបចោលទៅវាឈប់មានហើយបាទដាក់ចេះស្រួលពេលយើងវាយច្រើនតពណ៌អញ្ចឹងយើងវាមាន load ឲ្យគ្រប់តពណ៌អញ្ចឹងហ្មងស្រួលមានក្បាលតពណ៌ហ្នឹងគ្រប់តពណ៌ទាំងអស់អូខេអញ្ចឹងលំហាត់នេះគឺមានប៉ុណ្ណឹងឯងជួបគ្នានៅលំហាត់ក្រោយទៀត